ថ្ងៃនេះមកសាកបច្ចេកស្នាដៃបន្តិចដោយសារតែល្ងាចហ្នឹងគឺយើងមានកម្មវិធីជួបជុំបងប្អូនបន្តិចបន្តួចម្ល៉េះឲ្យម៉ាក់ក្មេកថាធ្វើនំបញ្ចុកស្លខ្មែរតែម្ដងដើម្បីយើងហូបជុំគ្នាក៏ដូចជាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីអ្វីៗក៏ថ្មីដូច្នេះកូនប្រសាម្នាក់នេះមិនប្រអងយូរទេគឺថាសួរម៉ែក្មេកតែស្លខ្មែរហ្នឹងដាក់អីខ្លះម៉ាក់ក្មេកក៏ពោលឡើងថាងាប់ហើយកូនប្រសាអញអើយមកឡើងកាញ់ចាស់ងោងហើយអត់តន់ចេះស្លសម្លខ្មែរទីអញ្ចឹងហើយមិនប្រអងយូរទេនាងខ្ញុំក៏ចាប់ផ្ដើមហៅជំនួយការគឺមីងដែលត្រូវជាប្អូនថ្លៃរបស់ម៉ាក់ហ្នឹងហើយនឹងគ្រូសានាងខ្ញុំមីងហ្នឹងគឺគាត់កោសជាមួយនឹងមើមខ្ជាយបងប្អូនចាដើម្បីបុកជាមួយនឹងល្មៀតហើយនឹងគ្រឿងដែលយើងបានទិញមកគឺថាគេកិនស្រាប់អញ្ចឹងណាគ្រឿងហ្នឹងបងប្អូនចង់ឲ្យឈ្ងុយគឺយើងបន្ថែមខ្ជាយបន្ថែមល្មៀតបន្ថែមរំដេងមើមខ្ទឹមសស្លឹកក្រូចសើចអញ្ចឹងទៅប៉ុន្តែពេលដែលនាងខ្ញុំបុកហ្នឹងគឺកន្លែងម៉ាក់ក្មេកគាត់អត់មានស្លឹកក្រូចសើចទេអញ្ចឹងក៏គាត់ទុបតែតរោបេះពីផ្ទះអ្នកជិតខាងនឹងអញ្ចឹងណាអញ្ចឹងក៏នាងខ្ញុំបុកបដាឲ្យម៉ត់សិនទៅហើយដូចត្រីបងប្អូនឃើញពីដើមវីដេអូអញ្ចឹងចាយើងលាងទឹកឲ្យស្អាតឆូតវាអញ្ចឹងទៅយើងយកវាមកដាក់ដាំទឹកដើម្បីស្ងោរត្រីនឹងទៅហើយទឹកដែលយើងដាំហ្នឹងគឺថាយើងដាក់មើមខ្ទឹមសរំដេងអីអញ្ចឹងទៅដើម្បីវាកាត់ឆ្អាបហើយទឹកហ្នឹងគឺតន់តែពុះបានយើងដាក់ត្រីចូលអញ្ចឹងណាបងប្អូនចាយើងស្ងោរវាទុកចោលឲ្យវាឆ្អិនផុយសាច់សិនទៅហើយក៏យើងអាសាបើកមើលអាសាជ្រួយវាទៅបងប្អូនខ្លាចវាផុយជ្រោឬក៏ផុយទាំងឆ្អឹងអញ្ចឹងណាបងប្អូនចាឃើញថាការស្ងោរនឹងចូលកន្លះម៉ោងដែរនេះគឺឆ្អិនហើយនេះខ្ញុំចាប់ផ្ដើមដួសដាក់កញ្ច្រែងដើម្បីឲ្យវាត្រជាក់សាច់ត្រីនឹងទៅហើយក៏នេះខ្ញុំងាកមកចាត់ជាមួយនឹងបន្លែហ្នឹងគឺមានស្ពៃក្តោបចាមានតសក់មានជាមួយនឹងផលិតហើយនឹងបន្ថែមស្អីភ្លើងកែបចាប៉ុន្តែបញ្ជាក់ជូនបងប្អូនថានេះខ្ញុំលាងទឹកឲ្យអស់ស្អាតហើយបាននេះខ្ញុំយកមកចិតអញ្ចឹងណាហើយធ្វើការចិតបន្លែរួចរាល់ហ្នឹងឃើញថានេះគឺយើងដាក់ដាំទឹកសាថ្មីមួយឆ្នាំងទៀតទៅចាគឺយើងបង់ជាមួយនឹងស្លឹកក្រូចសើចហើយនឹងរំដេងចាយើងដាក់ដាំទឹកមកល្មមអញ្ចឹងទៅហើយក៏យើងប្រើជាខ្ទិះដូងដែរហើយនេះគឺគ្រឿងដែលនឹងខ្ញុំបានបុកមិញហ្នឹងគឺថាម៉ត់អស់ហើយសណ្តែកដីហ្នឹងគឺយើងបានបកសបកវាស្អាតអញ្ចឹងរួចរាល់ដែរហើយនៅពេលដែលត្រីរៀងចុះត្រជាក់បន្តិចហ្នឹងគឺមិញនឹងខ្ញុំចាគាត់ជាជំនួយការចាគាត់មកជួយបេះសាច់ត្រីហើយគ្រួសារនេះខ្ញុំឃើញថាទឹកពុះអញ្ចឹងគាត់ចាប់ផ្ដើមដាក់ប្រហុកចូលគឺប្រហុកខ្ញុំប្រើកន្លះគីឡូតែម្ដងទៅដោយសារតែយើងស្លទឹកនំហ្នឹងគឺថាទឹកហ្នឹងគឺតម្រូវនំ20គីឡូជាងចាគឺថាដាក់ប្រហុកហើយកន្លះគីឡូយើងកូរវាឲ្យវារលាយបន្តិចទៅបន្ទាប់មកយើងធ្វើការចាក់ខ្ទិះដូងនឹងចូលចាគឺខ្ទិះដើមបងប្អូនសម្រាប់ខ្ទិះដូងវិញបងប្អូនចូលចិត្តបែបឈ្ងុយឈ្ងប់លឹះលុបអីបងប្អូនដាក់កន្លះឆ្នាំងហ្នឹងទៅប៉ុន្តែម៉ាក់ក្មេងនឹងខ្ញុំដាក់តែប៉ុណ្្នឹងទេដោយសារតែស្លហ្នឹងគឺសួរម៉ាក់ក្មេងរហូតថាដាក់ខ្លះអញ្ចឹងណាបងប្អូនចាហើយឃើញថាដាក់ខ្ទិះដូងហើយនឹងខ្ញុំកូរខ្ទិះដូងហ្នឹងឲ្យវារលាយសព្វចូលគ្នាទៅបន្ទាប់មកខ្ទិះដូងហ្នឹងរៀងពុះឡើងបន្តិចហើយគឺមីងចាគាត់ចាប់ផ្ដើមចាក់ទឹកត្រីដែលយើងបានស្ងោរត្រីមុនហ្នឹងបងប្អូនចាគឺថាយើងចាក់ចូលអញ្ចឹងតែម្ដងហើយយើងយកអីត្រង់ផងដោយសារតែយើងស្ងោរហ្នឹងគឺមានឆ្អឹងត្រីឆ្អឹងអីដែលវាល្បេះចេញអញ្ចឹងបងប្អូនចាយើងត្រង់វាអញ្ចឹងទៅបន្ទាប់ពីយើងចាក់ទឹកត្រីហ្នឹងហើយយើងគ្របវាទុកឲ្យទឹកហ្នឹងពុះទៅហើយមីងក៏គាត់ងាកមកបុកជាមួយនឹងសណ្តែកដីចាសណ្តែកដីហ្នឹងបងប្អូនចូលចិត្តច្រើនដាក់ច្រើនអញ្ចឹងទៅហើយបន្ទាប់មកគឺគាត់ដាក់គ្រឿងដែលយើងបានបុកហ្នឹងគឺដាក់ចូលតែម្ដងចាសណ្តែកដីក៏ដាក់ចូលដែរចាដាក់ចូលហើយសាច់ត្រីហ្នឹងគឺបងប្អូនចង់បុកជាមួយគ្រឿងក៏បានចង់ប៉ាន់វាឲ្យម៉ត់អញ្ចឹងដាក់ចូលអញ្ចឹងក៏បានដែរបងប្អូនដោយសារតែកន្លែងម៉ាក់ក្មេកគាត់មានត្បាល់តូចដល់ពេលអញ្ចឹងទៅខ្លាច់បុកទៅវាអត់កើតអញ្ចឹងយើងជ្រុំសាច់ត្រីហ្នឹងទៅដាក់ចូលទៅគឺថាផ្លូវតែមួយទេហើយក្រោយមកទៀតគឺគាត់បន្ថែមគ្រឿងគឺមានស្ករសហ្នឹងប្រហែលចិត្ត1វែកដែរចាដាក់ស្ករសឲ្យកូរវាឲ្យរលាយបន្តិចបន្ទាប់មកយើងដាក់ប៊ីចេងឲ្យច្រើនអញ្ចឹងទៅចាដើម្បីឲ្យឆ្អឹងរបស់យើងវារឹងមាំគង់វង្សយូរអង្វែងចាយើងដាក់អញ្ចឹងទៅឲ្យវារលាយហើយយើងភ្លក់វាទៅឃើញថាមកល្មមហ្មងគឺថាម៉ាក់គាត់ជាចុងភៅជើងចាស់បងប្អូនចាស្លអីក៏គាត់ចេះដែរនិយាយអត់អួតទេណាម៉ាក់ក្មេងចាគឺថាមហូបគាត់ប្រាប់មកគឺស្លទៅឆ្ងាញ់តែម្ដងចាហើយចំពោះបន្លែនេះគឺនឹងខ្ញុំចិតរួចរាល់ស្អាតអស់ហើយចាគឺយើងមានស្ពៃក្តោបមានផលិតមានភ្លើងកែបចាមានតសក់អីចឹងទៅហើយចំពោះនំបញ្ចុកដូចបងប្អូនឃើញចឹងគឺ2ថង់ចាហើយកម្មវិធីហ្នឹងគឺជួបជុំគ្នាល្ងាចនឹងឯងហើយនេះនឹងខ្ញុំឃ្លានពេកសាកភ្លក់ចាគឺថាដាក់ម្ទេសហុយអញ្ចឹងទៀតណាបងប្អូនអើយនិយាយពីថាជាតិជុំយេអើយ